ការដែលយើងដាក់បទចម្រៀងខ្មែរនៅលើ story របស់យើងគឺវាតាក់ទាញដើម្បីឲ្យមាន view កាន់តែច្រើនដើម្បីគ្រប់គោលការណ៍ 300k តែបងប្អូនអត់ចេះដាក់បទចម្រៀងខ្មែរតែនៅពេលដាក់ add story ទៅគឺវាបានតែចម្រៀងបរទេសអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកប្រាប់បងប្អូនពីរបៀបដាក់បទចម្រៀងខ្មែរដោយមិនចាំបាច់ប្រើ VPN តោះទៅមើលវីដេអូទាំងអស់គ្នាយើងចូលទៅកាន់ account Facebook បន្ទាប់មកយើង search រកចម្រៀងដែលយើងស្រឡាញ់ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់បទគ្មានលុយ1រៀលទេឥឡូវខ្ញុំទៅរកសាច់ភ្លេងហ្នឹងណាចាយើង scroll ចូលមកក្រុមទៅរកសាច់ភ្លេងកន្លែងហ្នឹងបើសិនជា scroll អត់ឃើញយើងទៅមើលកន្លែង reel ឥឡូវខ្ញុំចូលទៅកន្លែង reel ដើម្បីរកសាច់ភ្លេងនេះសាច់ភ្លេងដែលខ្ញុំចង់បានណានេះបងប្អូនហើយយើងមើលខាងក្រោមហ្នឹងមកយើងចុច select ខាងក្រោមហ្នឹងដែលខ្ញុំគូហ្នឹងណាហើយយើង select ទៀតមកបន្ទាប់មកយើងយកពាក្យ seal សាច់ភ្លេងហ្នឹងទុកចាយើង seal ទុកហើយបងប្អូនបានសាច់ភ្លេងហ្នឹងទុក add story ហើយវានៅទៅវានឹងនៅកន្លែង story របស់យើងណាចាឥឡូវខ្ញុំប្រាប់បងប្អូនតទៀតឥឡូវយើងទៅ add story ឥឡូវខ្ញុំចុច add មកចា create story យើងទៅរក story ណាដែលយើងចង់បង្ហោះឥឡូវខ្ញុំឧទាហរណ៍ខ្ញុំបង្ហោះរូបកូនប្រុសខ្ញុំបន្ទាប់មកយើងចុចកន្លែង save ឡើងនេះចាឃើញអត់វានៅក្នុងកន្លែងហ្នឹងហើយងាយបងប្អូនឥឡូវខ្ញុំបិទ slide ដើមមកខ្ញុំបិទសាច់ play ហ្នឹងទៅបង្ហោះនៅក្នុង story បានហើយអញ្ចឹងបើសិនជាបងប្អូនឆ្លាញ់បទភ្លេងអីបងប្អូន search នៅក្នុងហ្នឹងមកនៅកន្លែង Facebook យើងមកយកតែបទណាដែលបងប្អូនពេញចិត្តបន្ទាប់មកបងប្អូនអាចបង្ហោះបានហើយជាសាច់ភ្លេងខ្មែរនេះជា tip ខ្លះខ្ញុំចង់ចែកឲ្យបងប្អូនចេះគ្រប់គ្នា